សួស្តីកូនកូនតើយើងបន្តមេរៀនយើងទៀតណាកូនកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី109ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមការរៀនពាក្យកអំណានពាក្យទ្របត្អូញត្អែខពន្យល់ពាក្យទ្រព្យមានន័យថាវត្ថុធនធានសម្បត្តិត្អូញត្អែមានន័យថាត្អូញហើយត្អូញទៀតគោពាក្យន័យដូចនឹងពាក្យកូនកូនបុត្រខោពាក្យផ្ទុយត្រជាក់ផ្ទុយនឹងក្តៅក្រៅផ្ទុយនឹងក្នុងសំណួរមួយតើពេលទំនេរម្ដាយធ្វើអ្វីខ្លះពេលទំនេរម្ដាយមើលថែកូនប្រុសស្រីនឹងរៀបចំទុកដាក់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិផ្សេងពីរតើឪពុកធ្វើការងារអ្វីឪពុកគឺជាអ្នកចំការ3តើឪពុកម្ដាយមានទឹកចិត្តដូចម្ដេចចំពោះកូនឪពុកម្ដាយមានទឹកចិត្តល្អចំពោះកូននិងចេះថ្នាក់ថ្នមកូន4តើអ្នកគួរធ្វើដូចម្ដេចដើម្បីឲ្យពុកម៉ែរបស់អ្នកសប្បាយចិត្តដើម្បីឲ្យពុកម៉ែរបស់ខ្ញុំសប្បាយចិត្តខ្ញុំគួរតែចេះស្ដាប់បង្គាប់និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អសួស្តីកូនតើយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី109ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមការរៀនពាក្យកអំណានពាក្យទ្របត្អូញត្អែខពន្យល់ពាក្យទ្រព្យមានន័យថាវត្ថុធនធានសម្បត្តិត្អូញត្អែមានន័យថាត្អូញហើយត្អូញទៀតគោពាក្យន័យដូចនឹងពាក្យកូនកូនបុត្រខោពាក្យផ្ទុយត្រជាក់ផ្ទុយនឹងក្តៅក្រៅផ្ទុយនឹងក្នុងសំណួរមួយតើពេលទំនេរម្ដាយធ្វើអ្វីខ្លះពេលទំនេរម្ដាយមើលថែកូនប្រុសស្រីនឹងរៀបចំទុកដាក់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិផ្សេងពីរតើឪពុកធ្វើការងារអ្វីឪពុកគឺជាអ្នកចំការ3តើឪពុកម្ដាយមានទឹកចិត្តដូចម្ដេចចំពោះកូនឪពុកម្ដាយមានទឹកចិត្តល្អចំពោះកូននិងចេះថ្នាក់ថ្នមកូន4តើអ្នកគួរធ្វើដូចម្ដេចដើម្បីឲ្យពុកម៉ែរបស់អ្នកសប្បាយចិត្ត
ដើម្បីឲ្យពុកម៉ែរបស់ខ្ញុំសប្បាយចិត្តខ្ញុំគួរតែចេះស្ដាប់បង្គាប់និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អ